ចាសូមគោរពជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាពីសួនសាកាហ្វាមន្ទីរមានជ័យចាសម្រាប់ថ្ងៃនេះនាងខ្ញុំសូមបង្ហាញកូនមន់អេស៊ីបចាកូនមន់អេស៊ីបគឺជាប្រភេទមន់ពងចាប្រភេទមន់ព្រៃគេហៅថាមន់អេស៊ីបនេះបងប្អូននេះគឺមេបារបស់វាណាចានិយាយរួមទៅមន់នេះគីឡូវាមិនជាធំអីជាងមន់ខ្មែរយើងទេជាងមន់ស្រែទេបងប្អូនប៉ុន្តែអ្វីដែលសំខាន់នៅក្នុងចំណុចនេះគឺវាជាប្រភេទមន់រើសពងបងប្អូនចាវាស្តៀងគ្នាជាមួយនឹងមន់ Rhode Island Isa Brown ចាប្រភេទមន់ពងអញ្ចឹងណារើសពងរាល់ថ្ងៃបងប្អូនសម្រាប់បងប្អូនដែលចង់ចិញ្ចឹមលក្ខណៈគ្រួសារយកទុករើសពងញ៉ាំបងប្អូនយកនេះខ្ញុំ recommend ជូនចាឲ្យចិញ្ចឹមមន់ហ្នឹងទៅចាបងប្អូនដោយសារវាធន់ជាមួយនឹងអាកាសធាតុណាស់នឹងខ្ញុំធានាជូននៅក្នុងអាកាសធាតុប្រែប្រួលខ្លាំងហ្នឹងមន់ផ្សេងៗទៀតតែងតែធ្វើទុកចាចំពោះមន់អេស៊ីបមួយអត់ទេបងប្អូនវាគ្រាន់តែផ្ដាសាយបន្តិចបន្តួចតែវាអត់មានសកុកអីឬក៏រីករុះអីដែលធ្វើឲ្យមានបញ្ហាខ្លាំងទេបងប្អូនចានិយាយរួមទៅមន់នេះគឺរហ័សរហួនល្វីល្បីណាស់ហើយជាស្រាលមានន័យថាវាអាយុត្រឹមតែ4ខែអីគឺវាចាប់ផ្ដើមធ្លាក់ពងហើយបងប្អូនចាអញ្ចឹងនឹងខ្ញុំមានលក់នេះនៅក្នុងរូបនេះគឺសម្រាប់ជូនភ្ញៀវទៅខាងភ្នំពេញណាបងប្អូនចានេះកូនមន់អេស៊ីបនេះគឺមានអាយុ1ខែចាហើយ1ខែលើសហើយបងប្អូនចាសម្រាប់បងប្អូនចាប់អារម្មណ៍អាចកំងបានណាចាឥឡូវនេះគឺនៅក្នុងស្តុករបស់យើងមានអាយុ21ថ្ងៃហើយនឹងអាយុ1ខែអញ្ចឹងបងប្អូនចាប់អារម្មណ៍អាចកំងបាន